ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿង Hunter បន្តទៀតប្រហែលជា8ម៉ោងក្រោយមកនៅពេលដែល Gon ភ្ញាក់ដឹងខ្លួនពួកគេបានធ្វើដំណើរដល់កន្លែងប្រឡងដំណាក់កាលទី3ល្មមនៅពេលនោះគេបានទម្លាក់បេក្ខជនទាំងអស់នៅលើបង្គោលខ្ពស់ហើយធំមួយហើយវិញ្ញាសានៃការប្រឡងគឺងាយយល់ទេឲ្យតែនរណាគេចូលទៅដល់ខាងក្រោមក្នុងរយៈពេល72ម៉ោងអ្នកនោះចាត់ទុកថាជាប់ក្នុងការប្រឡងលើកនេះនៅពេលនោះមានបេក្ខជនម្នាក់អាងតែមានជំនាញខាងឡើងភ្នំក៏បានចុះទៅមុនគេប៉ុន្តែក្រោយមកទៀតស្រាប់តែមានសត្វចម្លែកមួយហ្វូងមកខាំគាត់យកទៅស៊ីបាត់មានន័យថាពួកគេមិនអាចតោងចុះតាមផ្លូវនឹងបាននោះទេបន្ទាប់មកពួកគេបានរកឃើញផ្លូវសម្ងាត់ម្នាក់មួយដែលអាចចុះទៅជាន់ខាងក្រោមបានពេលចុះទៅដល់ខាងក្រោមពួកគេតម្រូវឲ្យមានគ្នាម្នាក់ទៀតបើមិនអញ្ចឹងទេពួកគេមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយហើយមិនដឹងថាសយឬហេងទេអ្នកទី5ដែលចូលទៅក្នុងបន្ទប់ពួកគេគឺថនប៉ាសំលើកថាគោលបំណងធំរបស់ថនប៉ាគឺបែងជើងបេក្ខជនឲ្យធ្លាក់ក្នុងការប្រឡងអញ្ចឹងហើយទើបនៅពេលដែលឃើញថនប៉ាគ្នារបស់កនដូចអត់សូវសប្បាយចិត្តសោះប៉ុន្តែអត់ជំរឿទេពួកគេត្រូវតែធ្វើដំណើរទៅមុខទៀតការប្រឡងទី1គេបានធ្វើការបោះឆ្នោតថាគោបើកទ្វារបន្តដំណើរទៅមុខទៀតឬក៏អត់ច្បាស់ណាស់ក្រុមរបស់កន4នាក់សិតតែយក yes មានតែថនប៉ាម្នាក់គត់យក no ប៉ុន្តែគីឡូវ៉ានិងកូរ៉ាពីកាប្រាប់ថាមិនបាច់ខ្វល់ពីថនប៉ាទេដោយសារតែការបោះឆ្នោតគេយកមតិភាគច្រើនបន្ទាប់មកពួកគេបានធ្វើដំណើរទៅដល់បន្ទប់មួយហើយនៅទីនោះមានអ្នកទោសចំនួន5នាក់ចាំប្រយុទ្ធជាមួយពួកគេលក្ខខណ្ឌនៅពេលនេះក្នុងចំណោមពួកគេទាំង5នាក់ហ្នឹងគឺឈ្នះ3ចាត់ទុកថាឈ្នះនៅពេលហ្នឹងថនប៉ាពិតជាក្លាហានណាស់បានសុំចូលទៅមុនប៉ុន្តែការប្រកួតមិនទាន់ចាប់ផ្ដើមផងគាត់បានលុតជង្គង់សុំចុះចាញ់គេបាត់អបកាច់យកបន្ទាប់មកចូលដល់គូទី2គឺការប្រកួតរវាងអ្នកទោសម្នាក់ឈ្មោះ Sandokan ប្រកួតជាមួយនឹង Gon នៅពេលហ្នឹង Sandokan បានបបួល Gon ទៅប្រកួតបែបផ្សេងបែកគ្នាទេគឺដុតទៀនបើសិនជាទៀនអ្នកណារលត់មុននឹងចាញ់ហើយ Gon ក៏បានយល់ព្រមអត់មានគិតច្រើនឡើយនៅពេលចាប់ផ្ដើមការប្រកួត Sandokan បានយកទៀន2ចេញមកមួយវែងមួយខ្លីឲ្យ Gon ជ្រើសរើសហើយច្បាស់ណាស់ Gon ច្បាស់ជាយកអាវែងហើយដោយសារតែគាត់គិតថាវាមិនងាយរលត់ប៉ុន្តែតាមពិតទៅអាវែងហ្នឹងគឺលាយជាមួយប្រេងច្រើនមានន័យថាឆេះលឿនជាងនៅពេលហ្នឹងទោះបីជា Gon រើសអាខ្លីក៏ដោយក៏នៅតែចាញ់គេដែរដោយសារតែ Sandokan មានល្បិចលាក់ទៀននៅខាងក្រោយទុកលួចដូរចុងក្រោយដើម្បីឲ្យឈ្នះបាន Gon បានទុកទៀនរបស់គាត់ចោលអត់ខ្លាចរលត់ទេដោយសារតែវាកំពុងតែឆេះខ្លាំងហើយស្ទុះវឹងទៅព្រមបលត់ទៀនរបស់ Sandokan ព្រោះធ្វើអញ្ចឹងអត់មានខុសលក្ខខណ្ឌនោះទេជាលទ្ធផលទៀនរបស់ Sandokan រលត់មុនមានន័យថា Gon ជាអ្នកឈ្នះការប្រកួតលើកទី3រវាងអ្នកទោសម្នាក់ឈ្មោះ Machitani ហើយនិង Kurapikaការប្រកួតលើកនេះ Machitani បានបបួល Kurapika ប្រកួតប្រយុទ្ធគ្នាស្លាប់រស់តែម្ដងមុនពេលប្រកួត Machitani បាននិយាយបន្លាច Kurapika ថាគាត់បានសម្លាប់មនុស្សអស់9នាក់ហើយនៅខ្វះតែម្នាក់ទៀតទេគ្រប់ល្មមបំណងរបស់ Machitani នៅពេលហ្នឹងគឺចង់ធ្វើឲ្យ Kurapika ខ្លាចហើយនឹងសុំចោះចាញ់គាត់ដល់ទៅពេល Kurapika ខ្លាច Machitani ក៏បង្ហាញពីងពាននៅលើខ្នងរបស់គាត់ចង់បង្ហាញថាគាត់គឺជាសមាជិកម្នាក់របស់ក្រុម Phantom Troop ក្រុម Phantom Troop នឹងអ្នកណាក៏ស្គាល់ដែរល្បីថាសាហាវខ្លាំងណាស់ប៉ុន្តែប៉ា Kurapika មិនត្រឹមតែស្គាល់ច្បាស់ទេថែមទាំងមានគំនុំជាមួយទៀតនៅពេលហ្នឹង Kurapika ពិតជាមានកម្លាំងណាស់បានស្ទុះប្រើដៃម្ខាងលើ Machitani ឡើងរួចហើយដាក់ម្ដាយកប់ដីស្លាប់បាត់ឈឹង Kurapika ដឹងថា Machitani នឹងគឺជាសមាជិកក្រុម Phantom คล้ายៗតែប៉ុណ្ណោះប៉ុន្តែរាល់ពេលដែលគាត់ឃើញរូបពីងពាងឬក៏សត្វពីងពាងក៏ដោយគាត់ខឹងទ្រាំមិនបាននោះទេបន្ទាប់មកមុនពេលគូប្រកួតបន្ទាប់ទៀតចាប់ផ្ដើមខាងគូប្រកួតប្រឆាំងរបស់ពួកគេបាននិយាយថាមិនទាន់អាចធ្វើបានទេដោយសារតែ Machitani នឹងគ្រាន់តែស្លាប់តែប៉ុណ្ណោះមិនទាន់ស្លាប់ហើយក៏មិនទាន់ចុះចាញ់ដែរពេលហ្នឹង Leorio ឲ្យ Kurapika ទៅសម្លាប់ Machitani ចោលទៅប៉ុន្តែតាំងពីដើមមក Kurapika មិនដែលសម្លាប់មនុស្សទេហើយគោលការណ៍របស់គាត់មិនធ្វើបាបមនុស្សដែលមិនចេះតដៃឡើយនៅពេលនេះមានតែចាំឲ្យ Machitani ដឹងខ្លួនឡើងវិញហើយសួរ Machitani ថាចង់ប្រយុទ្ធបន្តទៀតឬក៏សុំចុះចាញ់បន្ទាប់មកសាច់រឿងបានកាត់ទៅមើល Hisoka មួយផ្លែតពេលនេះគាត់កំពុងតែជួបប្រយុទ្ធជាមួយនឹងសត្រូវរបស់គាត់ម្នាក់ដែលគុំគាត់ហើយចង់សម្លាប់គាត់តាំងពីឆ្នាំមុនមកម្ល៉េះនេះគឺជាលើកទី1ហើយដែលឃើញ Hisoka លោតចេញពីអាវុធប៉ុន្តែអត់យូរនោះទេ Hisoka បានចាប់អាវុធរបស់ម្នាក់នឹងបានរួចហើយកាត់ក្បាលម្នាក់នឹងចោលយ៉ាងផុយបន្ទាប់មក Hisoka បានដើរចេញពីទ្វារខ្លាចជាបេក្ខជនដំបងគេដែលបានចោទទៅដល់ខាងក្រោមត្រឡប់ទៅមើលក្រុមរបស់កនវិញនៅពេលនេះចំណាយពេលអស់60ម៉ោងហើយបើសិនជា12ម៉ោងទៀតពួកគេចុះមិនដល់ខាងក្រោមទេពួកគេនឹងចាញ់ដល់ពេលចាំយូរពេក Leorio ក៏ចូលឆែកទៅមើលហើយក៏បានភ្នាល់គ្នាជាមួយនឹងគូប្រកួតរបស់គាត់ផងដែរនៅទីបំផុតគាត់ឃើញថាតាមពិត Machitani គ្រាន់តែធ្វើពុតជាសន្លប់តែប៉ុណ្ណោះគូប្រកួតជាបន្តរវាង Leorio និងដៃគូរបស់គាត់ដែលជាស្រីស្អាតឈ្មោះ Lerut នៅពេលហ្នឹង Lerut បានបបួល Leorio ភ្នាល់គ្នាថានាងគឺជាស្រីឬក៏ប្រុសច្បាស់ណាស់នាងមើលទៅគឺជាស្រីប៉ុន្តែបើសិនជា Leorio ភ្នាល់ថានាងជាមនុស្សប្រុសនាងនឹងឲ្យគាត់ស្ទាបឆែកមើលតាមចិត្តលឺអញ្ចឹង Leorio ក៏សុខចិត្តភ្នាល់ថា Lerut ជាមនុស្សប្រុសដើម្បីបានស្ទាបសាមហ្មងពេលហ្នឹងនិយាយទៅទោះបីជាគាត់ភ្នាល់ចាញ់ក៏គាត់គិតថាចំណេញដែរ
ការប្រកួតនៅពេលនោះលើរូតឆ្លាតណាស់បានប្រើចិត្តសាស្ត្រលើលេអូរីយ៉ូដល់កផលនៅពេលនោះលេអូរីយ៉ូបានចាញ់នៅពេលនេះបើសរុបជាបន្ទុកការប្រកួតកន្លងមកគឺ2ទល់2អញ្ចឹងគូប្រកួតចុងក្រោយរវាងខេឡូវ៉ាហើយនិងអ្នកទោសម្នាក់ទៀតឈ្មោះជឿណាសជាការប្រកួតកំណត់ថាពួកគេចាញ់ឬក៏ឈ្នះគ្រាន់តែឃើញជឿណាសភ្លាមលេអូរីយ៉ូចាំបានថាគាត់ធ្លាប់មើលតាមព័ត៌មានឃើញថាជឿណាសនឹងគឺជាឃាតករសាហាវណាស់សម្រាប់មនុស្សអស់146នាក់ហើយមិនថាប្រុសស្រីចាស់ឬក្មេងអីទេគាត់សម្លាប់ទាំងអស់អញ្ចឹងហើយទើបនៅពេលនោះលេអូរីយ៉ូមានការព្រួយបារម្ភពីខេឡូវ៉ាយ៉ាងខ្លាំងបន្ទាប់មកនៅពេលការប្រយុទ្ធចាប់ផ្ដើមជឿណាបាននិយាយគំរាមខេឡូវ៉ាយ៉ាងច្រើនប៉ុន្តែគាត់មិនទាន់បាននិយាយចាប់ផងខេឡូវ៉ាបានដើរចូលទៅលូកយកបេះដូងរបស់គាត់ចេញមកខាងក្រៅខ្លួនបាត់ឃើញអញ្ចឹងម្នាក់មានការភ្ញាក់ផ្អើលណាស់មានតែកូនទេដែលមិនសូវភ្ញាក់ផ្អើលដោយសារតែគាត់ដឹងថាខេឡូវ៉ាគឺជាគ្រួសារឃាតករបន្ទាប់ពីបានឈ្នះហើយពួកគេក៏បន្តដំណើរទៅមុខទៀតហើយនៅទីបំផុតពួកគេបានទៅដល់ទ្វារចុងក្រោយដែលពួកគេត្រូវតែធ្វើការជ្រើសរើសទ្វារខាងឆ្វេងគឺជាផ្លូវជិតជាងប៉ុន្តែពួកគេអាចទៅបាន3នាក់តែប៉ុណ្ណោះ2នាក់ទៀតនឹងត្រូវបានចាប់ដាក់ច្រវាក់នៅនឹងមិនឲ្យទៅនោះទេចំណែកទ្វារខាងស្ដាំពួកគេអាចទៅបានទាំងអស់គ្នាប៉ុន្តែផ្លូវវាឆ្ងាយបញ្ហានៅពេលនេះពួកគេចិត្តអស់មកមែនទែនហើយជាដំណោះស្រាយនៅពេលនេះកនបានជ្រើសរើសយកផ្លូវឆ្ងាយប៉ុន្តែនៅពេលដែលពួកគេដើរឆ្លងផុតទ្វារហើយពួកគេទម្លុះជញ្ជាំងទៅដើរតាមផ្លូវជិតវិញម្ដងហើយនៅទីបំផុតក្រុមរបស់កនគឺជាក្រុមដែលបានចុះទៅដល់ខាងក្រោមចុងក្រោយគេហើយសាច់រឿងភាគទី5របស់យើងក៏ចាប់តែត្រឹមនេះផងដែរអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ម្នាក់មួយហើយកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបើចុចរួចហើយជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបរិបូរណ៍រុងរឿងបាយបាយ